ក្នុងសមុទ្រដ៏ងងឹតនាវាមួយទឹកតូចផ្ទុកទៅដោយគ្រឿងផ្ទុះកំពុងតម្រង់ទៅរកគោលដៅនេះមិនមែនជាការលបវាយប្រហារធម្មតាទេប៉ុន្តែជាបេសកកម្មដែលអ្នកបើកបរដឹងច្បាស់ថាគេនឹងមិនបានត្រឡប់មកវិញឡើយនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ1944ក្នុងដែនសមុទ្រហ្វីលីពីននាវាមួយទឹក I-47 របស់ជប៉ុនកំពុងធ្វើដំណើរក្នុងភាពស្ងៀមស្ងាត់នៅខាងក្នុងលោកអនុសេនីយ៍ឯក Sekio Nishina កំពុងកាន់ធាតុរបស់មិត្តដែលបានស្លាប់គាត់មិនមែនគ្រាន់តែជាទាហានម្នាក់នោះទេប៉ុន្តែជាអ្នករចនាម៉ូដអាវុធនិងធ្វើឲ្យពិភពលោកតក់ស្លុតដែលគេហៅថា Kaiten ឬតូពីដូមានមនុស្សបើកត្រឡប់ទៅខែមិថុនាឆ្នាំ1942ជប៉ុនបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងសមរភូមិ Midway យន្តហោះល្អៗនិងអ្នកបើកបរជើងចាស់បានបាត់បង់អស់នីស៊ីណានិងមិត្តភ័ក្តិឈ្មោះ Hiroshi Kuroki បានយល់ឃើញថានាវាមួយទឹកតូចៗធម្មតាមិនអាចទប់ទល់នឹងរ៉ាដារបស់អាមេរិកបានទេពួកគេបានស្នើគំនិតដ៏ឆ្កួតលីលាមួយចុះបើគេបដូរនាវាមួយទឹកឲ្យទៅជាគ្រាប់បែកវិញតាមរយៈសមុទ្រសរសេរដោយឈាមទីបំផុតកងទ័ពជប៉ុនក៏យល់ព្រមការវឹកហាត់ពោពេញដោយគ្រោះថ្នាក់ Kuroki បានជួបគ្រោះថ្នាក់ក្នុងពេលវឹកហាត់នៅឆ្នេរសមុទ្រ Otsushima នាវារបស់គាត់បានមុជចូលទៅក្នុងបាតសមុទ្រគាត់បានសរសេរលិខិតចុងក្រោយដោយភាពស្ងប់ស្ងាត់បន្ទាប់មកបាត់បង់ជីវិតដោយសារខ្វះអុកស៊ីសែនក្នុងវ័យត្រឹម22ឆ្នាំនីស៊ីណារន្ធត់ចិត្តយ៉ាងខ្លាំងប៉ុន្តែបេសកកម្មត្រូវតែបន្តថ្ងៃទី20ខែវិច្ឆិកាឆ្នាំ1944បានមកដល់នីស៊ីណានាំយកធាតុរបស់មិត្តរួមការងារទៅជាមួយនាវា Kaiten ទាំង4គ្រឿងត្រូវបានបញ្ចេញអាមេរិកចាប់ផ្ដើមដឹងខ្លួននៅពេលដែល Kaiten មួយគ្រឿងជាប់ក្នុងសំណាញ់ការពារនីស៊ីណាព្យាយាមលាក់ខ្លួនរហូតដល់ឃើញគោលដៅធំបំផុតគឺ USS Misinova គាត់បុកពេញទំហឹងការផ្ទុះបានធ្វើឲ្យឆេះនាវាដឹកប្រេងនិងឆក់យកជីវិតទាហានអាមេរិក63នាក់ទោះបីជាជប៉ុនរាយការណ៍ថាជោគជ័យប៉ុន្តែការពិតមានតែ Kaiten 3គ្រឿងប៉ុណ្ណោះដែលវាយប្រហារត្រូវក្នុងចំណោមយុវជន106នាក់ដែលបានបូជាជីវិតសូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ